មកប្រាប់វិធីងាយៗដែលយើងដាក់ home screen នៅលើអេក្រង់ទៅវាទៅអញ្ចឹងយើងចង់កុំឲ្យវាទៅដល់ពេលដែលយើងចង់ប្រើយើងចាំយើងចុច2ដងមកវាចេញមកចុចខាងខ្នងក្រោយគោះតែ2ដងវាចេញមកឥឡូវខ្ញុំប្រាប់ពីវិធីហ្នឹងចូលទៅក្នុង setting បងប្អូនចូលក្នុង setting អូសមកក្រោមមកពេលចូលទៅក្នុងនេះ accessibility ហើយអូសមកក្រោមរកពេលនេះរកគេដាក់រូបម្រាមដៃពណ៌ខៀវចូលក្នុងហ្នឹងទៅហើយអូសវាមកក្រោមគេដាក់ back touch ហើយយើងនៅលើកែនេះយើងចូលមកអានេះហើយយើងដាក់នេះនៅលើកែនៅនេះគេដាក់ពាក្យថាចុចសញ្ញាគ្រីសនៅលើហ្នឹងហើយយើងចុចពណ៌ខៀវនេះចុចអញ្ចឹងមកប៉ុណ្ណឹងហើយយើងគោះខ្នង2ដង1 2ចេញមកនេះហើយយើងចង់បាត់ទៅវិញយើងគោះវា2ដងវិញទៅបាត់ទៅវិញគោះអានេះ1 2 1 2 3តែប៉ុណ្ណឹងតែចេញមកហើយងាយនៅពេលយើងឈប់ប្រើយើងបិទវាចោលអត់ទៅទេតែប៉ុណ្ណឹងទៅបាត់ហើយអូខេ